និយាយរឿងការភ្លេចភ្លាំងបន្តិចបងប្អូនមិនថាចាស់មិនថាក្មេងទេគឺត្រូវតែមានហើយគាត់ថាភាគរយនៃការដែលគេចងចាំហ្នឹងគឺវាតិចចឹងណាតែបើថារឿងភ្លេចវិញអ្នកណាក៏ដូចអ្នកណាដែរបងប្អូននិយាយដើមខ្លួនឯងថ្ងៃនេះរៀបចំសឡម្ជូរអ្នកជិតខាងបងប្អូននោះសឡមកឡើងហុយក្តៅហើយបាយអត់ដាំហ្នឹងវាមិនដែរមានហើយម៉ោងប្រហែលមិន10ជាងហើយបាយអត់ដាំស្លឆ្អិនហើយឌូសឡមកតោះបងហូបបាយបើកឆ្នាំងមើលអត់មានបាយមកនៅចាំមិនថាការភ្លេចភ្លាំងមិនធម្មតាទេស្លអត់ភ្លេចដល់ពេលដាំបាយភ្លេចយីហើយស្លម្ជូរអ្នកចិត្តខាងនេះដែរអត់មានត្រីទេបងប្អូននេះស្លជាមួយជើងជ្រូកទៀតហើយជើងជ្រូកនេះទិញ2គីឡូហើយហូបចេះអស់ទេនៅសល់ទៀតហ្នឹងដឹងធ្វើស្អីទៀតទេតាមដំណើរមួយទៅនឹកឃើញអីគឺធ្វើនឹងចាំអស់ចាំគិតទៀតហើយសម្លនេះដែរបើសិនជាបានកៅអៅឈូកវិញតែឆ្ងាញ់បងប្អូនខ្ញុំស្លមិនដែរមានកៅអៅឈូកហ្មងព្រោះចុះតែតិចនៅក្រោមមិនដែរបានហ្មងបើថាស្ដាច់បដោះមានតាមពិតអត់ចូលចិត្តទេស្ដាច់បដោះនិយាយមែនតែបើយើងមិនដាក់គឺវាអត់កើតអញ្ចឹងណានិយាយពីថានិយាយមែនបងប្អូនដល់ពេលដួសស្លមកហើយបាយអត់ទាន់ដាំអញ្ចឹងមានណាស្លមួយចានហ្នឹងវិតឡើងខ្ទេចហូបទៅទេតែនេះខ្ញុំស្លអត់សូវប្រៃបងប្អូនមកល្មមដល់ពេលយើងហូបទៅទេក៏អត់អីដែរនេះបងប្អូនមួយចានធំហ្នឹងគឺហូបអស់ហ្មងអត់ហូបបាយទេព្រោះបាយអត់បានដាំ